បាទសូមអនុញ្ញាតជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកចែករំលែកនៅវិធីសាស្ត្រនៅក្នុងការអានសៀវភៅដែលខ្ញុំលើកយកមកអាននេះគឺវិធីសាស្ត្រប្រគល់ការងារវឹកហាត់និងដោះស្រាយបញ្ហាចំពោះមុខសៀវភៅក្បាលចឹងសូមបងប្អូនទាំងអស់គ្នាមកតាមនៅក្នុងសៀវភៅនេះមានអត្ថន័យដូចនេះណាចឹងនៅក្នុងផ្នែកទី1គឺគេនិយាយអំពីគោលការណ៍គ្រឹះនៃការប្រគល់ការងារចឹងយើងមើលថាតើគោលគ្រឹះនៃការប្រគល់ការងារហ្នឹងវាមានន័យក្នុងភាសាដូចផ្ដិចចឹងចំណុចលេខ1គឺគេនិយាយថាអ្វីទៅជាការប្រគល់ការងារគោលបំណងអត្ថប្រយោជន៍និងចំណោទអំពីការប្រគល់ការងារណាអ្នកអាចយល់អំពីគោលការណ៍គ្រឹះនៃការប្រគល់ការងារទៅបានលុះត្រាអ្នកស្វែងរកអំពីគោលបំណងនិងអត្ថប្រយោជន៍ដែលទទួលបានពីការប្រគល់ការងារនិងការព្រួយបារម្ភដែលអ្នកគ្រប់គ្រងមានចំពោះការប្រគល់ការងារខ្លឹមសារនៅក្នុងផ្នែកនីមួយៗនៃអត្ថបទនេះនឹងបកស្រាយរៀបរាប់អំពីការប្រគល់ការងារយ៉ាងលម្អិតក្រៅពីនេះនៅមានបន្ថែមផ្នែកដែលជួយឲ្យអ្នកដឹងថាតើអ្នកចាំបាច់ត្រូវកែលម្អនិងបង្កើនជំនាញចំណេះដឹងក្នុងការប្រគល់ការងារដែរទេគោលបំណងនៃការប្រគល់ការងារបើនិយាយឲ្យស្រួលស្ដាប់ការប្រគល់ការងារគឺជាការប្រគល់កិច្ចការណាមួយឬគម្រោងការណាមួយឲ្យទៅមនុស្សម្នាក់ទៀតធ្វើឲ្យបុគ្គលដែលគេប្រគល់ការងារឲ្យនោះត្រូវតែមានកិច្ចសន្យាឬកិច្ចព្រមព្រៀងគ្នាត្រូវតែធ្វើការងារឬគម្រោងនោះឲ្យរួចស្រេចបរិបូរណ៍នៅពេលដែលអ្នកប្រគល់ការងារឲ្យអ្នកដទៃធ្វើហើយមិនមែនប្រគល់តែទូនាទីនិងការងារទៅឲ្យគេប៉ុណ្ណោះទេណាអ្នកក៏ត្រូវប្រគល់ទំនួលខុសត្រូវឲ្យទៅគេផងដែរដើម្បីរក្សាមាត្រដ្ឋានក្នុងការធ្វើការងារដែលបានគ្រោងទុកការប្រគល់ការងារគឺជាជំនាញមួយក្នុងចំណោមជំនាញសំខាន់បំផុតសម្រាប់អ្នកគ្រប់គ្រងដែលចង់ទទួលបានជោគជ័យប៉ុន្តែវាជាជំនាញមួយដែលអ្នកគ្រប់គ្រងជាច្រើនតែងមើលរំលងឬមិនចាប់អារម្មណ៍និងមិនយកចិត្តទុកដាក់អ្នកនឹងប្រគល់ការងារឲ្យអ្នកដទៃធ្វើមានប្រសិទ្ធភាពប្រសិនបើអ្នកកាត់បន្ថយពេលវេលាក្នុងការធ្វើការងារហើយចំណាយពេលជាមួយនឹងការរៀបចំផែនការនិងការប្រគល់ការងារការរៀបចំធនធានមនុស្សនិងការបង្រៀនការងារដល់អ្នកដទៃឲ្យកាន់តែច្រើនឡើងចូលដល់ចំណុចទី2អត្ថប្រយោជន៍នៃការប្រគល់ការងារតើអត្ថប្រយោជន៍នៃការប្រគល់ការងារនឹងយ៉ាងម៉េចណាការប្រគល់ការងារដែលមានប្រសិទ្ធភាពនិងផ្ដល់អត្ថប្រយោជន៍ដល់រូបអ្នកកូនចៅរបស់អ្នកនិងអង្គភាពរបស់អ្នកយ៉ាងមហាសាលក្នុងការប្រគល់ការងារឲ្យនរណាម្នាក់ត្រូវចាប់ផ្ដើមពីខ្លួនអ្នកជាមុនសិនអ្នកអាចកាត់បន្ថយបន្ទុកការងារនិងភាពតានតឹងបានដោយការប្រគល់ការងារមួយផ្នែករបស់អ្នកឲ្យបុគ្គលដទៃដែលមានគុណសម្បត្តិស័ក្តិសមក្នុងការទទួលខុសត្រូវការងារចំនួនអ្នកការប្រគល់ការងារធ្វើឲ្យអ្នកមានពេលវេលាកាន់តែច្រើនដើម្បីផ្ដោតទៅលើការងារផ្សេងៗដែលត្រូវការជំនាញនិងសមត្ថភាពរបស់អ្នកដូចជាការរៀបចំផែនការការវិភាគមុខជំនួញការគ្រប់គ្រងការអនុវត្តការងារការចាត់ចែងធនធាននិងដោះស្រាយបញ្ហាសំខាន់ៗផ្សេងៗហ្នឹងនៅក្នុងចំណុចអត្ថប្រយោជន៍ការងារណាឥឡូវយើងបន្តទៅទៀតលើសពីនេះការប្រគល់ការងារនៅជួយលើកកម្ពស់កម្រិតទំនុកចិត្តរវាងអ្នក
នឹងកូនចៅរបស់អ្នកផងដែរបើសិនបើអ្នកចង់ទទួលបានទំនុកចិត្តពីអ្នកដទៃជាដំបូងអ្នកត្រូវរៀនទុកចិត្តចំពោះអ្នកដទៃជាមុនសិនហើយការប្រគល់ការងារគឺជាវិធីបង្ហាញអំពីទំនុកចិត្តមួយបែបព្រោះការប្រគល់ការងារជាការបង្ហាញឲ្យមនុស្សម្នាក់ទៀតបានដឹងថាខ្ញុំទុកចិត្តអ្នកអាចធ្វើការងារនេះឲ្យសម្រេចបានក្រៅពីនេះការប្រគល់ការងារនៅជួយបង្រៀនអ្នកគ្រប់គ្នាឲ្យដឹងថាពួកគេអាចសម្រេចគោលដៅបានដោយសារការសាមគ្គីគ្នាធ្វើការប្រគល់ការងារក៏ជាវិធីដកពិសោធន៍សមត្ថភាពបុគ្គលិកនៅក្នុងក្រុមបានយ៉ាងល្អប្រសើរផងដែរមុននឹងអ្នកសម្រេចចិត្តដំឡើងតំណែងឲ្យនរណាម្នាក់ចូលអ្នកសាកប្រគល់ការងារណាមួយឲ្យបុគ្គលិកម្នាក់នោះធ្វើមើលមិនយូរទេអ្នកនឹងបានដឹងថាគេមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះណាបុគ្គលិកដ៏ល្អនឹងទទួលអត្ថប្រយោជន៍ពីការប្រគល់ការងារពីព្រោះការប្រគល់ការងាររលឹកគឺជាឱកាសដែលគេបានរៀនចេះពីវិធីក្នុងការទទួលស្គាល់ការទទួលខុសត្រូវការរៀបចំផែនការធ្វើការងារនិងវិធីសុំការចូលរួមពីអ្នកដទៃលើសពីនេះបុគ្គលិកនៅទទួលបានបទពិសោធន៍ពីការគ្រប់គ្រងការងារផងដែរហើយណាមួយការអភិវឌ្ឍធនធានមនុស្សនៅក្នុងក្រុមក៏ជាផ្នែកមួយនៃតួនាទីដែលអ្នកត្រូវប្រតិបត្តិស្រាប់ទៅហើយតារាងអត្ថប្រយោជន៍នៃការប្រគល់ការងារខាងក្រោមនេះនឹងបង្ហាញអ្នកអំពីអត្ថប្រយោជន៍សំខាន់ដែលរូបអ្នកកូនចៅរបស់អ្នកនិងអង្គភាពរបស់អ្នកទទួលបានពីការប្រគល់ការងារ